សូមឲ្យបងប្អូនអ្នកគ្នាជួបតែសេចក្តីសុខហើយនឹងសុខភាពល្អចាដោយគ្រួសាររបស់ខ្ញុំដែរក៏ដូចគ្នាដែរហ្នឹងហើយព្រោះអីបានមកលេងសៀមរាបហើយក៏បានចូលមកអុជធូបដល់ព្រះអង្គជ័យព្រះអង្គចោមហើយនាំកូនមកចែកទានដល់លោកតាលោកយាយចាហើយសូមផលបុណ្យទាំងអស់នេះចែកម្លែកដល់បងប្អូនអ្នកគ្នាដូចគ្នាហ្នឹងហើយប៉ុន្តែអ្វីដែលសំខាន់មុននឹងចេញដំណើរទៅប្រាសាទនោះចានេះខ្ញុំក៏បានប្រើជាមួយនឹងឡាបូលេការពីក្តៅថ្ងៃហើយនឹងលេសម្រាប់ពេលព្រឹកហ្នឹងហើយជាមួយដូចខ្ញុំធ្លាប់ធ្វើវីដេអូមុនឲ្យបងប្អូនឃើញអញ្ចឹងហ្នឹងហើយជាមួយនឹងលេការពីក្តៅថ្ងៃប៉ុន្តែថ្ងៃនេះជាពិសេសនោះគឺមានម្សៅបោះឡាបូអូយម្សៅឡាបូតាមចេញប៉ុន្តែអូយល្អខ្លាំងមែនតើខ្ញុំចង់និយាយថាអត់អួតទេណាគឺមែនតើខ្ញុំធ្លាប់តែប្រើម្សៅផ្សេងដូចជាម្សៅតំណប់អីអញ្ចឹងណាប្រើហើយអញ្ចឹងខ្ញុំដើរត្រូវកម្ដៅថ្ងៃខ្លាំងឬក៏ខ្ញុំដើរត្រូវបែកញើសអីអញ្ចឹងទៅអូយម្សៅខ្ញុំកកដុំហើយចង់និយាយថាវាលែងគីឡូវាលែងមានអារម្មណ៍ថាមុខខ្លួនឯង smooth ណាអញ្ចឹងបងប្អូនអរគ្នាចង់ដឹងថាខ្ញុំប្រើម្សៅនឹងហើយបិទបាំងបានល្អហើយតើពេលដែលខ្ញុំត្រូវកម្ដៅថ្ងៃដែលដើរនៅប្រាសាទហ្នឹងចេញមកវិញមុខខ្ញុំគីឡូឬក៏បែកម្សៅអញ្ចឹងបងប្អូនចង់ដឹងណាអញ្ចឹងចាំតាមដានវីដេអូមួយនេះនៅtrongវីដេអូទាំងអស់គ្នាចាហ្នឹងហើយហេតុអីបានខ្ញុំអួតចឹងហីបងប្អូនហ្នឹងហើយដោយសារខ្ញុំសាកហើយសាកប្រើហើយបានហ៊ានអួតប្រាប់បងប្អូនអរគ្នាបងប្អូនមើលតែមុខខ្ញុំក៏ដឹងដែរថាមុខខ្ញុំមានស្នាមឯខ្លះចាបើជាងស្នាមជាងអត់ស្នាមត្រូវទេចាដោយសារគេមុខខ្ញុំយើងអាយុច្រើនហើយធម្មតាវារៀងឡើងអាចរុយអីហ្នឹងហើយអញ្ចឹងយើងត្រូវប្រើអីជាពិសេសតែខ្ញុំដើរខាងក្រៅខ្ញុំមានតែ3មុខហ្នឹងខ្ញុំអត់ខ្លាចពលិថ្ងៃដូចមុនទៀតទេណាបងប្អូនដោយសារលេឡាបូការពារទាំងមុខការពារទាំងដងខ្លួនយើងបានទៀតអញ្ចឹងហ្នឹងឥឡូវចាប់ដើរចេញដំណើរទៅហើយទៅប្រាសាទទាំងអស់គ្នាអូខេអញ្ចឹងបងប្អូនអរគ្នាចាំតាមដាននៅtrongវីដេអូថាតើមុខរបស់ខ្ញុំពេលដែលត្រូវពលិថ្ងៃហើយបែកញើសខ្លាំងហ្នឹងតើប្រែប្រួលមិនខ្លះហ្នឹងហើយបងប្អូនតោះតាមដានទាំងអស់គ្នាអូខេចានេះពងតាក្រេក្រាណាកូនខ្ញុំកាន់ឆាត់ផងមុខផងម្នាក់មួយដោយសារក្តៅខ្លាំងពេកបងប្អូនអើយយើងខែនេះចង់និយាយថាកម្ដៅវាឡើង30ជាង70រឿងអីមិនក្តៅខ្លាំងឲ្យបងប្អូនចាហ្នឹងហើយអញ្ចឹងអ្វីដែលសំខាន់មនុស្សយើងគ្រប់គ្នាត្រូវតែកុំចោលឲ្យសោះត្រូវតែជ្រើសរើសលេការពារកម្ដៅថ្ងៃណាដែលត្រូវស្បែករបស់យើងហ្នឹងហើយបងប្អូនហើយខ្ញុំប្រើលេការពារកម្ដៅថ្ងៃឡាបូហ្នឹងគឺចង់និយាយថាទាំងដងខ្លួនខ្ញុំទាំងកូនខ្ញុំអីទាំងអស់គឺប្រើលេការពារកម្ដៅថ្ងៃហ្នឹងហើយឥឡូវមានអារម្មណ៍ថាខ្លួនឯងដើរទៅណាក៏អត់មានអារម្មណ៍ថាខ្លាចកាហាយស្បែកកាហាយមុខអីដូចមុនទៀតដែរដោយសារប្រើឲ្យតិចហ្មងឥឡូវចូលដល់ក្នុងប្រាសាទទេណាបងប្អូនអរគ្នាឥឡូវចាំមើលកូនស្រីរបស់ខ្ញុំគេឆ្លាច់បត់វេហាមកដល់ក្នុងប្រាសាទទេតែឥឡូវវេហាទៀតមកខ្ញុំនិយាយវិញកូនស្រីវេហាដល់ហើយវេហាហត់ចប់ហ្នឹងហើយឥឡូវបងប្អូនចាឥឡូវខ្ញុំឡើងមកដល់លើឡានវិញហើយក៏បានទាញទូរស័ព្ទហ្នឹងថតស្បែកមុខព្រោះសន្យាថាtrongវីដេអូនឹងបង្ហាញនៅស្បែកមុខដែលខ្ញុំដើរក្នុងប្រាសាទហ្នឹងរយៈពេល1ម៉ោងជាងបែកញើសមួយនិយាយរួមនិយាយពីញើសវិញបាច់និយាយមកបងប្អូនហើយធម្មតាមុខអ្នកណាក៏ដោយតែផាត់ម្សៅបែកញើសក្តៅខ្លាំងគឺខ្ជាប់ម្សៅមកវិញប៉ុន្តែសម្រាប់លេការពារក្តៅថ្ងៃហើយនឹងម្សៅផាត់របស់ឡាបូហ្នឹងម្សៅតំណប់ហ្នឹងអូខ្ញុំចង់និយាយថាល្អខ្លាំងមែនតើហ្មងមុខខ្ញុំឡើង smooth ផាត់ចូលទៅមិនចេញមកវិញអញ្ចឹងអត់មានបែកសោះអញ្ចឹងបងប្អូនអរគ្នាមាន3ជម្រើសបងប្អូនចាតាមស្បែកមុខបងប្អូនអាចជ្រើសរើសយកស្បែកមុខណាលេខណាដែលត្រូវជាមួយនឹងបងប្អូនផាត់តែខ្ញុំធានាថាបងប្អូនប្រកាសជាពេញចិត្ត 100% មកដូចខ្ញុំអញ្ចឹងហ្នឹងហើយអរគុណច្រើនបងប្អូនដែលបានតាមដានវីដេអូមួយនេះអរគុណជម្រាបលា